ថ្ងៃនេះខ្ញុំចង់នាំបងប្អូនទាំងអស់គ្នាទៅស្គាល់ទឹកធ្លាក់មួយដ៏ស្រស់ស្អាតដែលបានលាក់ខ្លួននៅក្នុងឃុំអូសោមស្រុកវាវែងដែលយើងត្រូវជិះម៉ូតូជាង10គីឡូម៉ែត្រតាមផ្លូវព្រៃហើយបន្តដំណើរដោយថ្មើរជើងជាង1ម៉ោងកន្លះទៀតទើបយើងទៅដល់ទឹកធ្លាក់មួយដែលមានឈ្មោះថាទឹកធ្លាក់ឆៃរ៉ូកាដំណើរសងព្រេងខ្ញុំលើកនេះគឺខ្ញុំមកជាមួយនឹង Yos Cafe ដែលជួយដាស់ស្មារតីខ្ញុំឲ្យកាន់តែរឹងមាំនិងស្រស់ស្រាយជាងមុនហើយនេះគឺជាការចាប់ផ្ដើមនៃដំណើរសងព្រេងមួយនេះរាល់ដំណើរសងព្រេងរបស់ខ្ញុំគឺខ្ញុំអត់ទៅតែឯងទេគឺខ្ញុំទៅជាមួយនឹងបង Soundstay ដែលគាត់ស្គាល់កន្លែងនឹងច្បាស់ហើយគាត់ធ្លាប់ជូនភ្ញៀវទៅច្រើនដងមកហើយអូខេអញ្ចឹងអ្នកនរគ្នាអញ្ចឹង trip មួយនេះគឺនៅក្នុងអូសោមគឺយើងទៅលុបរកមើលទឹកធ្លាក់ប៉ុន្តែដឹងថាទឹកធ្លាក់មានទឹកពណ៌ថ្លាអត់ទេដោយសារទឹកខែភ្លៀងអញ្ចឹងអាចទឹកឡើងល្អso ប៉ុន្តែ let's see ថាទឹកធ្លាក់ស្អាតបែបណា let's goគឺឥឡូវយើងទៅតទៀតហើយទៅឆាយរកាតែយើងទៅដើរមកក្រោយញ៉ាំឆាយចឹងបានមែនខ្ញុំភ្លក់អីមើលចង់ដឹងថាតើរសជាតិវាយ៉ាងម៉េចឡើងអូខេរសជាតិវាគឺឆ្ងាញ់ហើយតិចហាអែមតិចល្វីងតិចអែមហ្នឹងតាជាតិដល់ដាក់មកវាចំហាយមកហ្នឹងហើយត្រជាក់ហ្នឹងហើយចាក់ពេញមាត់មូលហេតុដែលខ្ញុំចូលចិត្តមកជាមួយនឹងអ្នកដែលគាត់ស្គាល់ព្រៃច្បាស់គឺគាត់នឹងដឹងថារុក្ខជាតិណាឬក៏ផ្លែឈើណាដែលយើងអាចញ៉ាំបានហើយក៏ដូចជាខ្ញុំចាប់អារម្មណ៍ជាងគេគឺវល្លិទឹកគឺជាវល្លិមួយដែលគេកាប់មកហើយគឺវាមានទឹកចេញពីស្នូកដាលហើយយើងអាចញ៉ាំបានដូចទឹកយើងធម្មតាអញ្ចឹងមិញដើរកាត់អូមួយដែលធ្លាក់ទៅឆាយអាកាប៉ុន្តែអត់មានទឹកអញ្ចឹងអត់ដឹងថានៅឆាយអាកាមានទឹកអត់ទេ Let's seeដល់ពេលយើងដើរយូរទៅមានអារម្មណ៍ថាលឺសលេងទឹកធ្លាក់បងលឺសលេងទឹកធ្លាក់ហ្នឹងទឹកហ្នឹងមែនអបានហើយបាទអ្នកនរគ្នា plan មកអីគួរតែឲ្យគាត់រៀបចំតាក់ទងជាមួយនឹងថ្នាំខ្លាំងយកមកលាបជាមួយនឹងស្រោមជើងយើងទៅកុំឲ្យវាទៀមដោយសារទៀកជាមួយនឹងថ្នាំខ្លាំងគឺវាហ៊ានទៀមហ្មងដាំទីបានដល់ដាំទី2 3 ដងទៀតទេអញ្ចឹងនៅពេលដែលយើងជិតមកដល់កន្លែងទឹកធ្លាក់ហ្នឹងគឺយើងត្រូវចុះទៅខាងក្រោមភាសាកន្លែងស្អាតគឺនៅខាងក្រោមអញ្ចឹងចុះពីចោតចោតខ្លាំងគាត់ថាចោតខ្លាំងសម្រាប់ការធ្វើដំណើរថ្មើរជើងគឺមានភាពងាយស្រួលទេដោយសារអ្នកទាំងអស់គ្នាគឺដើរស្មើរហូតប៉ុន្តែនៅពេលដែលយើងមកដល់កន្លែងទឹកធ្លាក់គឺយើងគ្រាន់តែដើរចុះបន្តិចរៀងជ្រៅដែរអញ្ចឹងពិបាកតែកន្លែងហ្នឹងបន្តិចទេអូស្អាតពណ៌នេះដូចនៅខ្ញុំធ្លាប់ទៅបាលីស្អាតអូអ្នកគ្នាមកញាក់សាច់ស្លាយហ่าទឹកតិចអូចាក់សា Oh my god ដល់ហើយ Oh my god ស្អាតទេអ្នកគ្នាលោក
เพลียงจุกหมอหนวดเพลียงจุกหมอไทยนี่ ការធ្វើដំណើរសងព្រេងនៅក្នុងខែនេះគឺជាអត់ផុតទេជាមួយនឹងមេឃភ្លៀងដោយអត់រំពឹងទុកមុនណាតែគ្រាន់ថាទេសភាពពណ៌បៃតងគឺវា happen នៅរដូវកាលនឹងឯងមានភ្លៀងបាត់អីចឹងទៅសម្រាប់ខ្ញុំគឺអត់ភ្លេចទេរាល់ដំណើរផ្សងព្រេងទាំងអស់គឺខ្ញុំតែងតែមាននៅកាហ្វេមកជាមួយជាពិសេសគឺ Yos Cafe Yos Cafe គឺមានពីរប្រភេទ Yos Cafe កំប៉ុងហើយនិង Yos Cafe បែបកញ្ចប់ដែលយើងអាចឆុងជាមួយនឹងទឹកក្តៅបានហើយសម្រាប់ Yos Cafe កញ្ចប់គឺមាន3រសជាតិ3 in 1 strong សម្រាប់អ្នកចូលចិត្តកាហ្វេខ្លាំង3 in 1 original សម្រាប់អ្នកចូលចិត្តកាហ្វេទឹកដោះគោហើយនិងមួយទៀតហ្នឹងគឺ2 in 1 no sugar សម្រាប់អ្នកចូលចិត្តកាហ្វេអត់ score កាហ្វេតែនេះយើងតែបន្តិចណាខ្ញុំមានមកកំប៉ុងទៀតនៅកតាមួយទៀតបាទមេនាំមកនេះមេតំបន់នេះអារម្មណ៍ណាស្បាយហេដល់ភ្លៀងទៅបែបភ្លៀងតែសំខាន់មានកន្លែងស្រុកភ្លៀងអង្គទឹកភ្លៀងហើយអេនេះកាត់ភ្លើងកាត់អីក្តៅស្រួលយើងចាំមេភ្លៀងរាំងតិចអាចថតមកប្រាំងទៀតមិនយើងទៅវិញទៅមើលថតបានពីគ្រាន់ទៀតសិនបានអស់កណ្ដូនបាទម៉ោងតុង12:71ចឹងបើចាំដល់ម៉ោង2អត់ទាន់រាំងទេយើងនឹងអាចទៅវិញសម្រាប់គ្នាយើងដែលមាន plan មកលេងទឹកធ្លាក់ឆាយរកានេះអាចតាក់ទងជាមួយនឹងបងសំស្ទេបានគឺគាត់នឹងរៀបចំដំណើរសងព្រេងឲ្យយើងហ្មងហើយសម្រាប់រដូវកាលដែលគ្នាយើងអាចមកលេងបានហ្នឹងគឺចាប់ពីឥឡូវទៅដែលខ្ញុំផុសវីដេអូហ្នឹងរហូតដល់ខែ9អីចឹងទៅពេលខ្ញុំមកថតឲ្យអ្នកនរគ្នាមើលហ្នឹងគឺទឹករៀងតិចមែនតើអញ្ចឹងអត់សូវពេញភ្នែកទេតែ anyway នៅតែស្អាតអញ្ចឹង Oh my god អ្នកនរគ្នាទឹកធ្លាក់ឆាយរកាតារ៉ាចឹងសម្រាប់ដំណើរសងព្រេងមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាខ្ញុំនឹងបានទៅកន្លែងផ្សេងទៀតដើម្បីថតនិងចែករំលែកទៅកាន់អ្នកទាំងអស់គ្នា So អូខេជួបគ្នានៅវីដេអូក្រោយៗទៀត Bye bye អូអ្នកនរគ្នាជាក់ខ្លាំងជំរាបមកអូជិះជើង